សួស្តីខ្ញុំឈ្មោះអារីលើកនេះខ្ញុំចង់ប្រាប់ថាទោះបីជាអ្នករស់នៅក្នុងផ្ទះក៏មានគ្រោះថ្នាក់ដែរតើវាមានន័យដូចម្ដេចខ្ញុំនឹងបង្ហាញឲ្យអ្នកទាំងអស់គ្នាដឹងយើងមកមើលថាមានគ្រោះថ្នាក់អ្វីខ្លះនៅក្នុងផ្ទះដែលអ្នករស់នៅដំបូងយើងមកមើលគ្រោះថ្នាក់នៅខាងក្រៅផ្ទះសិនដូចដែលអ្នកបានឃើញមានគ្រោះថ្នាក់ជាច្រើនដូចជាដំបូលជញ្ជាំងផ្ទះបង្អួចនិងអ្វីផ្សេងទៀតឧទាហរណ៍ប្រសិនបើមានប្រេះនៅលើដំបូលទឹកភ្លៀងអាចចូលមកក្នុងផ្ទះបានយើងគួរតែពិនិត្យឲ្យប្រាកដថាមិនមានប្រេះឡើយជាមួយគ្នានេះក៏មានចំណុចសំខាន់ផងដែរការពារកុំឲ្យមានសត្វស៊ីឈើចូលមកនិងការរៀបចំឲ្យបានត្រឹមត្រូវដើម្បីទប់ស្កាត់ទឹកភ្លៀងច្រើនកុំឲ្យចូលមកក្នុងផ្ទះគឺជារឿងសំខាន់ណាស់បន្តទៅទៀតយើងត្រូវពិនិត្យមើលថាផ្ទះខាងក្នុងមានសុវត្ថិភាពឬអត់ដំបូងសិនកុំដាក់វត្ថុអ្វីនៅជុំវិញទ្វារបើមានគ្រោះមហន្តរាយកើតឡើងអ្នកអាចរត់គេចខ្លួនបានភ្លាមបន្ទាប់មកត្រូវបិទហ្វីលំលើកញ្ចក់បង្អួចក្នុងផ្ទះហ្វីលំនេះជួយការពារមិនឲ្យកញ្ចក់បែកចូលមកក្នុងបន្ទប់ទោះបីមានការរញ្ជួយក៏ដោយចុងក្រោយសូមកុំដាក់វត្ថុអ្វីលើគ្រឿងសង្ហារិមដែលខ្ពស់ពេលមានការរញ្ជួយវត្ថុអាចធ្លាក់ចុះពីលើនិងបង្កគ្រោះថ្នាក់ហើយគ្រឿងសង្ហារិមដែលខ្ពស់ក៏ងាយដួលផងដែរដូច្នេះសូមផ្ដល់អនុសាសន៍ឲ្យភ្ជាប់ឲ្យម៉ឹងបើមិនអាចភ្ជាប់បានទេសូមដាក់វានៅកន្លែងដែលវាមិនអាចដួលលើមនុស្សបានដើម្បីអាចរត់គេចខ្លួនបានភ្លាមនៅពេលមានអាសន្នសូមរៀបចំបន្ទប់របស់អ្នកជាប្រចាំចុងក្រោយនេះសូមណែនាំអំពីប្រព័ន្ធជំនួយសរុបមាន3ប្រភេទធំជំនួយសម្រាប់ការធ្វើឲ្យគ្រឿងសង្ហារិមឬឧបករណ៍អេឡិចត្រូនិកមិនឲ្យដួលជំនួយសម្រាប់ធ្វើឲ្យផ្ទះរឹងមាំប្រឆាំងនឹងរញ្ជួយដីជំនួយសម្រាប់ផ្ទះដែលគ្មានអ្នកស្នាក់នៅដើម្បីឲ្យផ្ទះដ៏មានតម្លៃរបស់អ្នកមិនបាក់បែកដោយសារប្រព័ន្ធគ្រោះមហន្តរាយសូមពិចារណាអំពីការប្រើប្រាស់ប្រព័ន្ធជំនួយផងដែរសូមអរគុណដែលបានមើលសូមមើលវីដេអូបន្ទាប់ផងដែរ